Anh chẳng Sophia còn về tha excuse me sir bà excuse me sir bà còn về từ căn mẹ cái tê cho nó đó bà excuse me sir bà mẹ tha so ở phải tố lốt I'm lost bà I'm lost mẹ tha nhóm vùng bên pleu đó can you help me please bà can you help me please cứ mẹ tha ta lúc ai chui nhóm ban tế bà Ok សួស្តីអ្នកទាំងអស់គ្នាបាទជួបគ្នាជាបន្តទៀតជាមួយនឹងមេរៀនសន្ទនាបាទថ្ងៃនេះគឺយើងចូលដល់ unit 52ហើយបាទហើយនេះគឺជាចំណងជើងនៃមេរៀនរបស់យើងបាទយើងអាចថា I'm lost បាទ I'm lost គឺមានន័យថាខ្ញុំវង្វេងផ្លូវណាហើយបាទនេះគឺជារូបភាពពាក់ព័ន្ធទៅនឹងការសន្ទនារបស់យើងនៅថ្ងៃនេះបាទនៅថ្ងៃនេះសម្បត្តិ Tom Amber ហើយនិង Tevi នឹងគឺពួកគេកំពុងតែទៅលេងប្រាសាទនៅតំបន់អង្គរណាបងប្អូនហើយខណៈពេលដែលសម្បត្តិកំពុងតែបញ្យល់ពួកគេនោះសុភាក៏បានដើរតែម្នាក់ឯងហើយក៏បានវង្វេងផ្លូវនៅម្ដុំប្រាសាទទាំងនោះណាហើយនៅក្នុងរូបភាពនេះបាទសុភាគាត់វង្វេងផ្លូវហើយគាត់បានជួបនឹងមគ្គុទ្ទេសក៍ទេសចរម្នាក់ហើយគាត់បានណែនាំផ្លូវទៅកាន់សុភាណាអញ្ចឹងយើងចាំមើលនៅក្នុងការសន្ទនារបស់គ្នាថាតើសុភាគាត់សួរទៅកាន់មគ្គុទ្ទេសក៍ទេសចរនឹងដូចម្ដេចហើយបាទមគ្គុទ្ទេសក៍ទេសចរនឹងគាត់ណែនាំមកកាន់សុភាដូចម្ដេចណាបាទអូខេអញ្ចឹងមុននឹងចូលដល់ការសន្ទនាខ្ញុំសូមបង្ហាញពីហើយនឹង clear សំខាន់សម្រាប់បងប្អូនទាំងគ្នាជាមុនសិនណាបាទអូខេ keywords and phrases បាទពីហើយនឹង clear សំខាន់ណាអញ្ចឹងពីហើយនឹង clear សំខាន់នៅក្នុងមេរៀនយើងថ្ងៃនេះគឺយើងមានពាក្យថាបាទ follow បាទយើងថា follow ណាបាទ follow នឹងគឺមានន័យថាដើរតាមណាបងប្អូនបាទបើយើងនិយាយថា follow me យើងមានន័យថាដើរតាមខ្ញុំណាបាទដើរតាមខ្ញុំមកណាបាទហើយយើងមានពាក្យថា until ណាបាទ until ហ្នឹងគឺមានថារហូតទាល់តែណាបាទហើយយើងមានពាក្យថា gate បាទយើងអានថា gate បាទមានន័យថាច្រកទ្វារហើយយើងមានពាក្យ east បាទ east គឺមានថាខាងកើតបាទយើងមើលបន្តទៀត I'm lost បាទ I'm lost គឺមានថាខ្ញុំវង្វេងផ្លូវណាបាទកាលណាយើងនិយាយថា I'm lost បាទគឺមានថាខ្ញុំវង្វេងផ្លូវណាបាទហើយយើងមានបាទ clear ថា turn right បាទ turn right គឺមានថាបត់ស្ដាំណាបាទ turn right ហើយយើងមានបាទ clear ថា turn left បាទ turn left មានថាបត់ឆ្វេងបាទយើងមើលបន្តទៀត I see បាទ I see មានថាខ្ញុំយល់ហើយណាបាទ I see នៅត្រង់នេះគឺវាស្មើនឹង I understand ណាបងប្អូនបាទមានថាខ្ញុំយល់ហើយណាបាទទីទៀតយើងនឹងទៅមើលក្នុងការសន្ទនារបស់គ្នាដើម្បីឲ្យកាន់តែយល់ន័យច្បាស់ណាបាទហើយយើងមើលបន្តទៀតបាទយើងមានបាទប្រយោគសម្រាប់សួរគេថា Can you help me បាទ Can you help me ន័យថាតើអ្នកអាចជួយខ្ញុំបានទេណាបាទហើយយើងមានបាទ clear ថា Go through the east gate បាទ Go through the east gate គឺមានថាឆ្លងកាត់ច្រកទ្វារខាងកើតណាបាទអូខេអញ្ចឹងនេះគឺជាពាក្យហើយនឹង clear សំខាន់នៅក្នុងមេរៀនសន្ទនារបស់យើងនៅថ្ងៃនេះបាទអញ្ចឹងយើងចូលទៅមើលការសន្ទនាទាំងអស់គ្នាដើម្បីឲ្យយើងកាន់តែយល់ច្បាស់អំពីការប្រើប្រាស់ពាក្យហើយនឹង clear ប្រយោគទាំងអស់នេះណាបាទអូខេអញ្ចឹងយើងចូលទៅមើលការសន្ទនាទាំងអស់គ្នាតែម្ដងបាទ conversation ហើយនេះគឺជាអត្ថបទនៃ conversation របស់យើងណាអូខេអញ្ចឹងមុននឹងខ្ញុំបញ្យល់បងប្អូនបន្ថែមទៅលើអត្ថបទសន្ទនានេះគឺខ្ញុំសូមឲ្យបងប្អូនទាំងគ្នាបាទដោយរដងអញ្ចឹងគឺហ្វឹកហាត់នៅក្នុងការស្ដាប់អត្ថបទសន្ទនាជាមុនសិនណាបាទហើយនៅខណៈពេលដែលបងប្អូនស្ដាប់ហ្នឹងគឺសូមបងប្អូនរៀនថាតាមគេដើម្បីឲ្យបងប្អូនបានថ្នាក់មាត់ជាមួយនឹងពាក្យហើយនឹង clear ប្រយោគដែលបងប្អូនពិបាកនៅក្នុងការបញ្ចេញសំឡេងណាអូខេអញ្ចឹងយើងចូលស្ដាប់បងប្អូនគ្នាតែម្ដងបាទបន្តមកខ្ញុំនឹងបញ្យល់បន្ថែមជូនបងប្អូនទាំងគ្នាតាមក្រោយណាបាទ Excuse me, sir. I'm lost. Can you help me, please? Yes. I turned left at Bayonne and walked for 2 minutes. And now I don't know where I am. I want to go to Pratom Temple. Sorry? Where do you want to go? Oh, I mean, Taprom. I see. Go back to Bayonne, turn right and go through the east gate. Then follow the road until you see Taprom. Oh, thanks. អូខេយ៉ាងម៉េចដែរបងប្អូនអរគ្នាបាទប្រសិនបើបងប្អូនអរគ្នាមិនទាន់យល់សូមកុំបារម្ភណាអញ្ចឹងបងប្អូនអរគ្នាសូមស្ដាប់ម្ដងទៀត Excuse me, sir. I'm lost. Can you help me, please?
Yes. I turned left at Bayonne and walked for 2 minutes. And now I don't know where I am. I want to go to Pratom Temple. Sorry? Where do you want to go? Oh, I mean, Taprom. I see. Go back to Bayonne, turn right and go through the east gate. Then follow the road until you see Ta Prom. Oh, thanks. អូខេអញ្ចឹងបន្ទាប់ពីបងប្អូនបានស្ដាប់ចប់ហើយតោះឥឡូវសូមបងប្អូនមកស្វែងយល់អំពីអត្ថបទសន្ទនាមួយនេះជាមួយខ្ញុំទាំងអស់គ្នាបាទនៅក្នុងអត្ថបទសន្ទនាថ្ងៃនេះគឺខ្ញុំបានបញ្ជាក់បងប្អូនពីខាងដើមហើយថានៅថ្ងៃនេះបាទសម្បត្តិ Tom Amber ហើយនិង Tevi នឹងគឺពួកគេបានកំពុងតែទៅលេងនៅប្រាសាទនៅតំបន់អង្គរណាហើយគណៈពេលដែលសម្បត្តិដែលជាមេកាទេសទេសចរនឹងពន្យល់ណែនាំទៅកាន់ Tom បាទ Tevi ហើយនិង Amber នឹងគឺសុភាគាត់បានដើរម្នាក់ឯងណាបាទអញ្ចឹងគាត់បានវង្វេងផ្លូវហើយគាត់បានជួបទៅនឹងមេកាទេសទេសចរម្នាក់ដែលគាត់បានជួយណែនាំផ្លូវទៅកាន់សុភាណាបាទអញ្ចឹងយើងមើលនៅក្នុងការសន្ទនាតគ្នាតែម្ដងបាទអញ្ចឹងសុភាគាត់និយាយថា excuse me sir បាទ excuse me sir បាទគាត់និយាយទៅកាន់មេកាទេសទេសចរហ្នឹងណាបាទ excuse me sir បាទមានន័យថាសូមអភ័យទោសលោក I'm lost បាទ I'm lost មានន័យថាខ្ញុំវង្វេងផ្លូវណាcan you help me please បាទ can you help me please គឺមានន័យថាតើលោកអាចជួយខ្ញុំបានទេបាទឬក៏តើអ្នកអាចជួយខ្ញុំបានទេបាទអញ្ចឹងអាពាក្យ please ហ្នឹងគឺយើងមិនចាំបាច់ប្រែក៏បានដែរវាគ្រាន់តែប្រើដើម្បីនៅក្នុងន័យគួរសមចំពោះគេយើងណាបាទបើយើងប្រែក៏បានដែរគឺមានន័យថាសូមមេត្តាណាសូមមេត្តាលោកអាចជួយខ្ញុំបានទេបាទអញ្ចឹងក៏បានដែរណាបាទហើយបន្តមកកាយហ្នឹងគាត់បាននិយាយថា yes បាទមានន័យថាបាទសុភាគាត់និយាយថា I turned left at Bayonne and walked for 2 minutes បាទមានន័យថាខ្ញុំបានបត់ឆ្វេងណាបាទ I turned left បាទខ្ញុំបានបត់ឆ្វេងនៅប្រាសាទបាយ័នបាទហើយបានដើររយៈពេល2នាទីបាទ walked for 2 minutes បាទដើរអស់រយៈពេល2នាទីបាទ and now I don't know where I am បាទ and now I don't know where I am បាទមានន័យថាហើយឥឡូវនេះខ្ញុំមិនដឹងថាខ្ញុំនៅទីណាទេណាបាទហើយក៏បន្តទៀតថា I want to go to ព្រះធំ Temple បាទន័យថាខ្ញុំចង់ទៅបាទប្រាសាទព្រះធំបាទអាត្រង់ប្រាសាទព្រះធំហ្នឹងគឺអត់មានទេអញ្ចឹងធ្វើឲ្យធូកាយហ្នឹងគាត់ឆ្ងល់ណាគាត់ថា sorry where do you want to go បាទគាត់ថាអត់ទោសតើអ្នកចង់ទៅណាបាទ where do you want to go តើមកសុភាគាត់ឆ្លើយថា oh I mean តាព្រំណាបាទអញ្ចឹងគាត់ចង់មានន័យថាទៅតាព្រំណាបាទ I mean នេះគឺមានន័យថាខ្ញុំចង់មានន័យថាណាបាទនិយាយថាខ្ញុំចង់មានន័យថាគាត់រៀងស្ទាក់បន្តិចណាបាទតាព្រំណាបាទតាមពិតគាត់ចង់ទៅតាព្រំទេណាមិនមែនប្រាសាទព្រះធំទេណាបាទអញ្ចឹងណាបាទហើយបន្តមកកាយនឹងគាត់ថា I see បាទខ្ញុំយល់ហើយតមកគាត់បានប្រាប់ទៅកាន់សុភាថា go back to Bayonne បាទន័យថាត្រឡប់ក្រោយបាទ go back មានន័យថាត្រឡប់ក្រោយទៅកាន់ប្រាសាទបាយ័នវិញទៅណាបាទ go back to Bayonne ណាតមក turn right បាទ turn right ន័យថាបត់ស្ដាំ and go through the east gate បាទន័យថាបត់ស្ដាំហើយឆ្លងកាត់ច្រកទ្វារខាងកើតណាបាទ the east gate បាទច្រកទ្វារខាងកើត then follow the road until you see តាព្រំណាបាទមានន័យថាបន្ទាប់មកដើរតាមផ្លូវរហូតទាល់តែអ្នកឃើញប្រាសាទតាព្រំណាបាទហើយបន្ទាប់មកសុភាគាត់និយាយថា oh thanks បាទន័យថាអូបាទគាត់យល់ណាបាទ thanks ន័យថាអរគុណណាបាទអូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាឡើងវិញថាតើយើងបានរៀនអ្វីខ្លះនៅក្នុងមេរៀនសន្ទនាថ្ងៃនេះបាទអញ្ចឹងនៅក្នុងមេរៀនសន្ទនារបស់យើងថ្ងៃនេះគឺបងប្អូនចេះពាក្យថា follow បាទ follow គឺមានន័យថាដើរតាមណាបាទហើយយើងមានពាក្យថា until បាទ until មានន័យថារហូតទាល់តែបាទហើយយើងមានពាក្យថា gate បាទមានន័យថាច្រកទ្វារហើយយើងមានពាក្យថា east បាទ east គឺមានន័យថាខាងកើតហើយយើងមាន
បាទប្រយោគសម្រាប់ដែលយើងនិយាយថា I'm lost គឺមានន័យថាខ្ញុំវង្វេងផ្លូវបាទ I'm lost ហើយយើងមានបាទ clear ថា turn right បាទមានន័យថាបត់ស្ដាំហើយបត់ឆ្វេងគឺគេប្រើពាក្យថា turn left បាទមានន័យថាបត់ឆ្វេងហើយបាទយើងមានបាទប្រយោគនិយាយទៅវាជាប្រយោគដែរ I see នេះគឺមានថាវាស្មើនឹង I understand ណាបាទថាខ្ញុំយល់ហើយណាបាទហើយយើងមានបាទប្រយោគថា Can you help me បាទ Can you help me មានន័យថាតើអ្នកអាចជួយខ្ញុំបានទេបាទហើយយើងមានបាទ clear ថា go through the east gate បាទ go through the east gate មានន័យថាឆ្លងកាត់តាមបាទច្រកទ្វារខាងកើតណាបាទអូខេអញ្ចឹងមេរៀនសន្ទនារបស់យើងថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយបាទប្រសិនបើបងប្អូនមានសំណួរឬក៏មានមតិយោបល់អ្វីបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានការបង្រៀនភាសាអង់គ្លេសនៅលើ YouTube Channel BS English ខ្មែរសម្រាប់បងប្អូនដែលចង់ទទួលបានមេរៀនថ្មីៗទាក់ទងទៅនឹងពាក្យវេយ្យាករណ៍ការសន្ទនាការបកប្រែក៏ដូចជាមេរៀនភាសាអង់គ្លេសផ្សេងៗទៀតសូមបងប្អូនចុច Subscribe ហើយនឹងបើរូបសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗដែលខ្ញុំនឹងផុសជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា